សម្រាប់អ្នកដែលប្រើទូរស័ព្ទ Android ប្រហែលជាធ្លាប់ឃើញសញ្ញានេះនៅលើទូរស័ព្ទយើងណាពេលដែលទូរស័ព្ទយើងជាប់សញ្ញាហ្នឹងគឺឡែងលឺអីទាំងអស់ហ្មងបើនិយាយខ្លីនេះគឺវាឆ្លងកាសបានន័យថាយើងអត់បាននឹងដោតកាសតែវាបែរជាគិតថាទូរស័ព្ទយើងដោតកាសដល់ពេលហើយវាអត់លឺទេហ្មងសម្រាប់ខ្ញុំការធ្វើដូចជាមិនជាបាយទេតែគ្រាន់តែអ្វីដែលពិបាកហ្នឹងគឺពិបាកនៅក្នុងក្រោយនេះពេលដែលដោះម្ដងគឺប្រឈមមុខនឹងការលបកទឹកថ្នាំគេជាទូទៅបើសិនជាវាលបកហ្នឹងប្រកាសថាយើងត្រូវកំងថ្មីដល់គេមានករណីមួយបើសិនជាអាចប្រាប់គាត់មុនបើសិនតែគាត់យល់ពីចំណុចហ្នឹងគឺអត់អីទេប៉ុន្តែទោះយ៉ាងណាក៏យើងនៅព្យាយាមធ្វើឲ្យស្អាតតាមអីដែលយើងអាចធ្វើទៅបានណាជាទូទៅបើសិនជាប៉ះទូរស័ព្ទដែលក្នុងក្រោយមានលបកហ្នឹងគឺខ្ញុំប្រើកដៅច្រើនជាងការប្រើទឹក spray ជាមើលទៅការកោះគឺវាបែបហ្នឹងឯងខ្ញុំមិនសូវជាហ៊ានធ្វើលឿនទេព្រោះខ្លាចលបកមកទាំងផ្ទាំងហ្មងសុខចិត្តប្រហើបតិចហើយនឹងផ្លុំកដៅតិចដើម្បីលបកតាមស្រួលចំពោះខ្នងក្រោយវាទៅជាធ្លាប់បកម្ដងដែរដោយសារខ្ញុំមើលទៅមានឃើញស្នាមកាវខ្មៅនៅហ្នឹងអូខេយើងមើលគឺផ្លុំអញ្ចឹងវាលបកមកស្រួលដែរកុំបខំវាតែបខំបលចំពោះទូរស័ព្ទផ្សេងៗក៏បែបហ្នឹងឯងបើសិនជាយើងមើលទៅគឺងាយនឹងលបកទឹកថ្នាំវាគឺអាចធ្វើបែបហ្នឹងឯងងាយស្រួលដែរចំពោះហានិភ័យគឺតិចតួចមែនតើតែចំពោះទូរស័ព្ទខ្លះគឺនៅតែលបកប៉ុន្តែការខូចខាតហ្នឹងគឺតិចតួចមែនតើអាចនិយាយថាត្រឹម10%ចុះ10%ឬក៏20%ប៉ុណ្្នឹងឯងតែទោះយ៉ាងណាពីចឹងខ្ញុំតែងតែប្រាប់ម្ចាស់គាត់មុនថាទូរស័ព្ទហ្នឹងវាពេលដែលដោះមកវាបែបមិនចឹងទៅបើគាត់ធ្វើអូខេយើងក៏ចាប់ផ្ដើមទទួលបើគាត់ធ្វើទៅអូខេប៉ុណ្្នឹងទៅគឺរួចរាល់ហើយឥឡូវយើងមករកបញ្ហាម្ដងគាត់ទៅដោះមកយើងឃើញស្នឹមហៅថាដូចផ្កាអំបិលចឹងណាឥឡូវបាត់នេះថាវាឆ្លងកន្លែងហ្នឹងតិចទៅក៏វាទៅជាចេញសញ្ញាជាប់កាសដូចជាប្រាប់ពីមុនយើងពេលខ្លះវាមានបញ្ហាអញ្ចឹងគឺការដោះស្រាយវាតិចតួចមែនតើយើងទៅយើងគ្រាន់តែសម្អាតវាឲ្យស្អាតទៅហើយដាក់ចូលវិញបើសិនជាវាស្អាតឡើងឆ្លងហើយគឺយើងអូខេហើយចំពោះកន្លែងនេះខ្ញុំលាងសាំងឲ្យស្អាតទៅព្រោះបញ្ហាយើងឃើញចាស់ស្ដាយគេឃើញដល់នៅមុនគេទៅពេលលាងសាំងអីរួចរាល់ហើយខ្ញុំក៏បើកឲ្យដាក់ស៊ីមតេស្តធម្មតាគឺថាសំឡេងនេះគឺឮធម្មតាវិញហើយចំពោះកន្លែងស្នាប់នេះវិញយើងមកមើលម្ដងទៀតព្រោះពេលខ្លះអាចសម្អាតតែវាអត់ស្អាតវានៅស្នឹមតិចតួចអីដែលយើងអត់បានទេកាពីវាដល់ដើម្បីបញ្ជាក់ថាបញ្ហាឡើងមានហើយអានេះបិទចូលវិញឲ្យស្អាតទេព្រោះការងារយើងរួចរាល់ហើយយើងតេស្តគ្រប់ជ្រុងជ្រោយទៅឃើញថាវាឡើងមានបញ្ហាអីប៉ុណ្ណឹងការងារហើយយើងក៏យើងឆែកមើលម្ដងទៀតមើលទៅគឺឡើងមានអីដែលជាប់ហើយអូខេការងារមានតែប៉ុណ្្នឹងឯងហើយងាយ